ទឹកអូហូស្រស់ថ្លាចិន្តារីករាយមន់ដុតជាមួយនឹងក្រងឆាជះក្លិនសាយភាយឈ្ងុយពេញព្រៃអ្នកអង្គុយចាំហូបភ្នែកសម្លឹងរំពៃអង្គុយគិតភ័យកាលបានហូបទឹកថ្លាអមជាមួយនឹងទេសភាពខៀវខ្ចីកុំភ្លេចលោកលេងទៅព្រៃមើលទេសភាពម្ដងទៅប៉ាក់យើងអើយទទួលស្គាល់ថាទៅលេងព្រៃវាអត់មានបានប្រយោជន៍អីទេប៉ុន្តែមនុស្សយើងណាគេធ្វើរឿងមានប្រយោជន៍រហូតនោះធ្វើរឿងអត់ប្រយោជន៍ខ្លះទៅតើនៅមានកម្លាំងដោយបារាំងហូបតែនំប៉័ងដើរលេងខ្លះធ្វើការខ្លះបន្ទាប់ពីយើងដើររុកព្រៃរៀងខ្លួនអស់មកព្រឹកធំហើយម៉ោង11យើងក៏ណាត់គ្នាមកចំអិនអាហារហូបបាយនៅឯមាត់អូនេះកៅអីរបស់យើងសម្ភារៈរបស់យើងហើយយើងហូបបាយនៅឯមាត់ទឹកហ្នឹងហើយយើងជូនអីវ៉ាន់ទៅរួចអស់ហើយយើងយកដុំថ្មមកកោនៅលើទឹកដើម្បីយើងកាត់ភ្លើងអាំងមាន់នៅលើទឹកហ្នឹងហើយអឿនគាត់ទៅកាប់អាស័យយកមកដោតមាន់ហើយនឹងចងធ្វើជាក្រានមុំ3ដាក់អាំងមាន់នៅលើមាត់ទឹកហ្នឹងចងដបូលតង់ត្រៀមទុកឲ្យហើយដោយសារខែនេះខែភ្លៀងយើងខ្លាចមេឃភ្លៀងមកហូបបាយអត់ទាន់ហើយនឹងភ្លៀងសើមចានបាយអស់ទស្សនភាពកន្លែងដែលយើងមកធ្វើមកហូបអូតិចណាស់ប៉ាក់យើងអើយបាយហើយយើងទឹកហ្នឹងមកនេះបើសិនជាមេឃអត់ភ្លៀងយើងលើកតុកដាក់ទឹកហ្នឹងមកអង្គុយហូបក្នុងទឹកហ្នឹងមកប្រកាត់ខ្ជូងឆេះហើយក៏ឆ្លៀតដាំបាយមកកាមែលទៅឲ្យមានបាយក្តៅទៅវាដាក់មួយអាសឡមកហូបក្តៅរបស់យើងហ្នឹងវាមានជាតិណាប៉ាក់យើងខ្ញុំយកមន់តលៀងសម្អាតជាមួយទឹកអូដោយសារទឹកអូនោះវាស្អាតវាថ្លាហើយត្រជាក់ដូចទឹកយើងក្លាសេតកកអញ្ចឹងបងគាត់យកបន្លែតលៀងសម្អាតជាមួយនឹងទឹកអូនោះឲ្យស្អាតទៅហូបជាមួយនឹងទឹកត្រីបុកជាមួយនឹងមាន់អាំងរបស់យើងសំអឿនគាត់កំពុងតែរកគូតមាន់ហើយអាគូតមាន់នេះគឺជាការងាររបស់គាត់តាំងពីដើមមកហើយក៏មិនមែនចេះតែរកដែរតើតែចេះមើលពេលវេលាចេះមើលមុំរកពីណាទៅណាបានយើងយកតែអាំងទៅវាមានរសជាតិឆ្ងាញ់មិនមែនចេះតែនឹកឃើញរកតាមចិត្តហើយយកតែអាំងមានរសជាតិទេខ្ញុំក៏ឆ្លៀតបុកទឹកត្រីបុកតិចទៅទុកហូបជាមួយមាន់អាំងបន្លែស្រស់របស់យើងតាមដឹងថារសជាតិមិនទេព្រោះខ្ញុំមិនមែនចង់ភៅទេនេះទេសភាពកន្លែងដែលយើងចាំបានអាហារហូបនៅថ្ងៃនេះហើយនៅអែបនឹងមានចំការដូងចំការចេកចំការស្វាយហើយតែក្បែរនឹងទីទៀតនឹងក៏មានភ្នោខ្មៅច្រើនដែរបងប្អូនប៉ាក់យើងតែទេសភាពស្អាតត្រីបុកយើងហើយបន្លែក៏មានបាយក៏ឆ្អិនដែរអូយនេះបាយវ៉ាវមាន់អាំងរបស់យើងចិត្តឆ្អិនឥឡូវថែម color ឲ្យវាតិចឲ្យវាមានរូបសម្រស់រូបឆោមកាន់តែស្រស់ស្អាតកាន់តែទាក់ទាញក្លិនកាន់តែឈ្ងុយហើយចាំមើលរសជាតិមិនវិញខ្ញុំអត់ទាន់ដឹងទេពួកអត់ទាន់បានហូបយើងនៅសល់មុខមកហូបឆាក្រងមួយមុខទៀតឥឡូវយើងរៀងក្រងឲ្យស្អាតសិនងាលយកទៅដាក់ឆាដោយសារតែចូលចិត្តទឹកអញ្ចឹងយើងក៏យកចក្រានទៅដាក់បន្ទើទៅលើដុំថ្មនៅលើទឹកហ្នឹងហើយចាក់ក្រងឆាទៅក្នុងខ្ទះហ្នឹងតែតាមស្រួលហ្នឹងកលាប់ខ្ទះកលាប់ចក្រានអស់លេងបានហូបតែឥឡូវហើយរវល់តែក្បាច់ចុះក្បាច់ឡើងហ្នឹងមកហូបទាំងពីរមុខរបស់យើងដូចជាឆ្អិនស្រោបពេលដែលយើងទាំងអស់គ្នានឹងកំពុងតែឃ្លានកោពោះគ្រូកតាម៉ងក្រងឆានេះក៏តំណងរីឯមាន់អាំងរបស់យើងនឹងក៏ក្រហមឆ្អិនឆ្អៅរឹតតែតំណងទៅអាទឹកត្រីបុកនឹងមើលទៅដូចជាតំណងណាស់ដែរហើយវាបោករួមទាំងយើងមានបន្លែស្រស់ខៀវខ្ចីទៀតនៅអែបមាត់ទឹកអាយ៉ាកាសបែបហ្នឹងទៀតមិនដឹងថាហូបកើតអត់ទេបងប្អូនបាក់យើងអើយបើហូបអត់កើតមានដាក់ឲ្យត្រីស៊ីសិនហើយដល់យើងដូរទីតាំងដាក់នៅកណ្ដាលទឹកមកយើងចូលចិត្តទឹកចឹងបាយកណ្ដាលទឹកមកយ៉ាងចង់ផៅឆាងក្រងនៅតែគោវីដឹងកាលឆ្អិននេះសង្ស័យគាត់ខ្លាចខាងក្រងនឹងស្វិតពេកមិនដឹងបានគាត់នៅមកងាស់យូរដល់ថ្នាក់ហ្នឹងអ្នកអង្គុយចាំហូបនឹងអង្គុយតែភ័យដឹងកាលបានហូបវាខ្លាចតែកលាប់ចូលទឹកអស់បាយឆ្អិនហើយតោះយើងបាយក៏ឆ្អិនមាន់ក៏ឆ្អិនដែរក្រោយអង្គុយចាំភ័យបុកពោះមិនដឹងថាពេលណាបានហូបឃ្លានឡើងញ័រដៃញ័រជើងឥឡូវនេះមកហូបយើងឆ្អិនសពមុខទៅហើយបាយក្តៅឈ្ងុយមាន់ស្រែបន្លែស្រស់តែគាត់នៅមាន់ស្រែរបស់យើងនេះឆ្វាត់តិចណាបងប្អូនប៉ាយើងហើយតែពីអត់ចង់ដាច់ទេដោយសារតែពេលដែលយើងទិញហ្នឹងយើងមិនបានសួរបញ្ជាក់គេថាមាន់ហ្នឹងមាន់ខ្ចីឬក៏មាន់ចាស់តែយើងមើលទៅទំនងជាខ្ចីដល់ពេលយកមកអាំងស្វិតខាំឡើងញ័រថ្មិញអស់ហើយអញ្ចឹងជាបទពិសោធន៍បងប្អូនប៉ាយើងបើសិនជាយកមាន់មកអាំងយើងត្រូវមើលយកមាន់ណាដែលខ្ចីបានយើងយកមកអាំងហូបឆ្ងាញ់ទឹកហូរត្រជាក់នៅក្រោមជើងហើយមកហូបបាយសម្លរបស់យើងក្តៅជាតិណាបងប្អូនប៉ាយើងម្នាក់លែងមាត់អស់ហើយគាត់តែពីសម្រក់ឈ្ងោកគ្រប់គ្នាបើទោះជាមាន់ស្វិតមិនក៏នៅតែមានជាតិបាយឆ្អែតតាំងពូគ្រប់គ្នាហើយនឹកឃើញរឿងកាហ្វេម្ដងយកគ្រាប់កាហ្វេមកអង្គុយកិនបដាទៅចែកគ្នាលេងបដានៅលើទឹកហ្នឹងទៅព្រៃពេលបាយហើយមានកាហ្វេថែមមកមានកម្លាំងព្រឹសហ្មងបងប្អូនប៉ាយើងអើយបើមិនជឿសាកទៅខ្ញុំអ្នកចូលចិត្តហូបកាហ្វេប៉ុន្តែខ្ញុំហូបកាហ្វេខ្លាំងអត់បានទេអញ្ចឹងខ្ញុំហូបបានតែកាហ្វេខ្សោយតែកាហ្វេគ្រាប់ដែលខ្ញុំហូបនេះគេហៅថាប្រភេទកាហ្វេអារ៉ាប៊ីកាវាជាប្រភេទកាហ្វេខ្សោយដល់ពេលអញ្ចឹងវាអត់ធ្វើទុកទេបើទោះជាយើងហូបពេលថ្ងៃអីក៏យើងនៅតែគេងលក់ធម្មតាអត់បុកធូងអត់អីទេបាយហើយថាពុលបាយឥឡូវមានពុលបាយអីកាហ្វេចូលទៅស្វាងចេះហូបកាហ្វេទៅចែកគ្នាលេងនៅលើទឹកនឹងហើយយើងក៏ដល់ពេលត្រូវរៀបប្រវត្តិត្រឡប់ទៅផ្ទះវិញដែរបងប្អូនប៉ាយើងត្រឡប់ទៅឡែនវិញហើយបាយទឹករួច
យើងបាក់យើង តង់ទី2តង់ទី2 តង់ទី2វីដេអូរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនបាក់យើងទាំងអស់គ្នាអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូកំសាន្តអារម្មណ៍បែបដើរលេងព្រៃភ្នំបែបហ្នឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តដំណើរកំសាន្តដើរលេងព្រៃភ្នំបែបហ្នឹងសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណច្រើនជម្រាបលាសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយហើយមានសុខភាពល្អរកស៊ីទទួលទានមានបាន